សួស្តីអ្នកទាំងអស់គ្នាម្ដងទៀតបាទរីករាយមកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំក៏មានវីដេអូជាច្រើនទៀតដើម្បីចង់ចែករំលែកដល់អ្នកទាំងអស់គ្នាពីរបៀបដាក់គេហៅថាពាណិជ្ជកម្មផ្ទាំងពាណិជ្ជកម្មនៅលើ YouTube របស់យើងដើម្បីយើងអាចរកលុយរកជាចំណូលបានគួរសមជាងមុនគឺមូលហេតុអីបានចាំបាច់ដាក់កម្មសិទ្ធិបញ្ញាយើងដាក់កម្មសិទ្ធិបញ្ញាហ្នឹងគឺដោយសារតែដើម្បីឲ្យនៅពេលដែលគេមើលវីដេអូរបស់យើងទៅវីដេអូរបស់យើងគឺអាចនៅពេលដែលកម្មសិទ្ធិបញ្ញាសុំសោះនៅពេលដែលផ្ទាំងពាណិជ្ជកម្មនឹងលោតចេញមកគឺពេលដែលគេចុចលើផ្ទាំងពាណិជ្ជកម្មហ្នឹងទៅ YouTube របស់យើងគឺនឹងអាចរកលុយបានហើយច្រើនជាងមុនហើយវាលឿនជាងវីដេអូយើងតែមួយអត់ដាក់ផ្ទាំងពាណិជ្ជកម្មណាហើយសម្រាប់ដាក់ផ្ទាំងពាណិជ្ជកម្មនឹងបានដែរគឺយើងវីដេអូរបស់យើងគឺត្រូវរាប់ចាប់ពី10នាទីឡើងទៅដើម្បីដាក់បានណាតើឥឡូវដើម្បីកុំឲ្យយើងចូលទាំងអស់គ្នាយើងចូលទៅក្នុង browser ទូរស័ព្ទរបស់យើងធម្មតាយើងចូលទៅហើយយើងចូលទៅយើងវាយពាក្យថា YouTube កន្លែងនេះមកប៉ុន្តែរបស់ខ្ញុំវាយហើយសូមបញ្ជាក់ដែរថាសម្រាប់បងប្អូនដែលគាត់មិនទាន់ចេះរកលុយតាម YouTube សោះណាហើយគាត់ចង់រកលុយតាម YouTube ធ្វើតាមនេះគឺมันអាចបានទេបងប្អូនតើបងប្អូនassociate account សិនបើសិនបើបងប្អូនចង់ associate account បងប្អូនអាចចូលទៅក្នុង YouTube របស់ខ្ញុំបានហើយវាយចូលទៅក្នុង YouTube ធម្មតាហើយវាយឈ្មោះរបស់ខ្ញុំ Super Liker ហើយចូលមើលវីដេអូទាំងនោះទៅបងប្អូននឹងឃើញពីរបៀបនៃការ associate account ប៉ុន្តែថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអ្នកគ្នាអំពីរបៀបនៃការដាក់ដែលហៅថាផ្ទាំងពាណិជ្ជកម្មលើវីដេអូរបស់យើងតោះឧទាហរណ៍ឥឡូវយើងចូលទាំងអស់គ្នាយើងចុចចូលពី edit បាទនេះគឺជានៅពេលដែលខ្ញុំចូលមកដល់ YouTube ហើយខ្ញុំចុចពីថា monetization monetization មកជាស្រ័យដែរបើសិនបើវាមានការរអាក់រអួលគឺដោយសារតែទី1ខ្ញុំប្រើតាមទូរស័ព្ទវាមិនសូវជាស្រួលដូចជា computer ទេប៉ុន្តែបើសិនបើបងប្អូននេះសម្រាប់តែបងប្អូនណាដែលគាត់មិនចង់ប្រើ computer ហើយគាត់ប្រើទូរស័ព្ទដៃជំនួសក៏បានដែរសម្រាប់ទូរស័ព្ទ Android ឬក៏បងប្អូនខ្លះទៀតគាត់អត់ទាន់មានជា computer សម្រាប់ប្រើប្រាស់គាត់មានតែទូរស័ព្ទទេអធិស្ឋានមានការរអាក់រអួលបន្តិចណាតោះឥឡូវយើងចូលទាំងអស់គ្នាយើងដាក់នេះដោយរួចណាតោះឥឡូវយើងអូសវាមកដំបូងឡើយយើង insert សិនហើយយើង preview វាអូខេចុះមកទៅយើងអូសទៅមុខទៀតសំទោសដែរបងប្អូននៅមានការរអួលសេវាបន្តិចហើយយើងចុច preview ទៀតហើយយើងអូសវាទៅមុខទៀតទេបងប្អូនអាចអូសឲ្យស្មើគ្នាបាន insert add preview អូខេហើយយើងបន្តទៀតយើងដាក់វែងក៏បានខ្លីក៏បានតាមដែលបងប្អូនចង់ដាក់ឬក៏បងប្អូនគិតថាវីដេអូហ្នឹងមើលទៅគេចាប់គេមើលទៅគេចាប់អារម្មណ៍គេចង់គេចាប់អារម្មណ៍បងប្អូនដាក់តាមហ្នឹងទៅសំទោសសម្រាប់សំឡេងដោយសារតែមានការរអាក់រអួល
បន្ទាប់ពីការចុចរួចបែបនេះរួចបងប្អូនមើលចន្លោះទៅបងប្អូនចង់ដាក់ស្រឡាញ់ប៉ុណ្ណាបងប្អូនដាក់តាមអ្វីដែលបងប្អូនស្រឡាញ់ពេញចិត្តហ្នឹងទៅបន្ទាប់ពីបងប្អូនដាក់ហើយបងប្អូនចុចពាក្យថា save change បន្ទាប់ពីបងប្អូនចុចពាក្យ save change ហើយបងប្អូនចុច refresh វាទៅនេះចុចសញ្ញាក្បួនព្រួញរត់ចេញក្រៅនេះបាទឥឡូវនេះបញ្ជាក់ថាYouTube របស់បងប្អូនគឺអាចរកលុយបានណាហើយនឹងដាក់ផ្ទាំងពាណិជ្ជកម្មទៅគឺនៅពេលដែលគេមើលទៅគឺចំនួននៃការលុយរបស់យើងគឺអាចកើនឡើងជាងមុនបានណាអរគុណសម្រាប់ការតាមដាននិងទស្សនាអរគុណជម្រាបលាសំណាងល្អ